សួស្តីបងប្អូនមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកកាត់ខែលដែលខ្ញុំបានដាំនៅលើដំបូលផ្ទះរបស់ខ្ញុំចំពោះខែលនេះផងដែរគឺមានមិត្តភក្តិបងប្អូនជាច្រើនដែលគាត់បានសួរខ្ញុំថាអាហ្នឹងគឺជាអីគេហើយដាំមិនបានល្អម៉េចហើយខែនេះផងដែរអាចធ្វើអីញ៉ាំបានខ្លះថ្ងៃនេះផងដែរខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាតាក់ទងមួយខែលហ្នឹងខែលនេះផងដែរខ្ញុំបានទិញគ្រាប់មកបដូរខ្លួនឯងដែលគ្រាប់នេះខ្ញុំបានកំងពីចិនខ្លួនឯងផ្ទាល់ហើយចំពោះខែនេះផងដែរគឺយើងអាចញ៉ាំបានច្រើនរបៀបបងប្អូនទាំងអស់គ្នាវាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់សុខភាពខែហ្នឹងគឺយើងអាចញ៉ាំជាសាច់អាំងញ៉ាំធ្វើជាដាក់ស៊ុបក៏បានឬក៏យើងអាចយកវាទៅធ្វើ smoothie ក្លុកជាមួយនឹងបន្លែផ្លែឈើផ្សេងៗបងប្អូនទាំងអស់គ្នាព្រោះវាមានអត្ថប្រយោជន៍សម្រាប់សុខភាពមែនតើហើយខែផងដែរគឺយើងអាចយកទៅឆាមួយសាច់គោចាឬក៏ត្រឡប់ប្រេងដើម្បីចុចជាមួយអំបិលអាមេរិកក៏បានដែរតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងណាដោយដែលបងប្អូនបានឃើញស្រាប់ហើយខែដែលខ្ញុំដាំនេះគឺមានសភាពល្អមែនតើដែលខ្ញុំកំពុងកាត់ហ្នឹងគឺដើមរបស់វាធំមែនតើត្មងហើយស្លឹករបស់វាក៏ធំល្អដែរពិសេសគឺខែវស្សាឥឡូវហ្នឹងខែប្រាំងវារៀងក្តៅបន្តិចប៉ុន្តែវានៅតែលូតលាស់បានល្អដោយសារតែខ្ញុំអាសាជ្រោយដីដាក់ជីនឹងចាក់ទឹកវាអញ្ចឹងណាចំពោះជីខ្ញុំប្រើប្រភេទGAB ធម្មតាបងប្អូនទាំងអស់គ្នាវាអត់មានប៉ះពាល់ដល់សុខភាពអញ្ចឹងណាហើយចំណែកឯទឹកវិញខ្ញុំអាសាចាក់ទឹកវាមែនតើដោយសារតែខែហ្នឹងវាក៏ត្រូវការទឹកច្រើនដែរណាមួយខែនេះវាក្តៅផងបងប្អូនទាំងអស់គ្នាហើយចំពោះខែនេះផងដែរវាទើបតែមានអាយុដូចជា4-5 ខែបងប្អូនទាំងអស់គ្នាប៉ុន្តែដើមរបស់វាចេះតែធំរហូតយើងកាត់ស្លឹកវាពីក្រោមទៅរហូតអញ្ចឹងទៅផ្នែកខាងលើរបស់វាហ្នឹងវាលូតលាស់ស្លឹកថ្មីរហូតសម្រាប់បងប្អូនកាត់បានជាប្រចាំបងប្អូនទាំងអស់គ្នាគឺកាត់បានយូរមែនតើតាមអាយុវាគឺអាយុវាវែងអញ្ចឹងណាតែយើងបានថែវាដិតដល់គឺវានៅតែឲ្យផលយើងរហូតជាប្រចាំថ្ងៃចំពោះពូជខែដែលខ្ញុំបានដាំនេះផងដែរមាន3ប្រភេទណាបងប្អូនទាំងអស់គ្នាគឺមានខែពណ៌បៃតងស្លឹករួញខែពណ៌បៃតងស្លឹកត្រង់និងខែពណ៌ស្វាយស្លឹករួញបងប្អូនទាំងអស់គ្នាចំពោះរសជាតិវិញខ្ញុំគិតថាខែពណ៌បៃតងស្លឹករួញជាមួយស្លឹកត្រង់គឺឆ្ងាញ់ជាងពណ៌ស្វាយព្រោះពណ៌ស្វាយស្លឹករបស់វារឹងបងប្អូនទាំងអស់គ្នាខ្ញុំអត់សូវចូលចិត្តញ៉ាំទេមួយវិញទៀតខែក៏ត្រូវការពន្លឺគ្រប់គ្រាន់ដើម្បីឲ្យដើមរឹងមាំនិងស្លឹកលូតលាស់ល្អផងដែរបងប្អូនក្រៅពីខែខ្ញុំក៏បានដាំពេញប៉ោះ Cherry តូចៗដោយសារតែខ្ញុំចូលចិត្តញ៉ាំវាហើយផ្លែច្រើនមែនតើបងប្អូនតាមរយៈក្រោយនេះខ្ញុំអត់សូវបានចាក់ទឹកវាដោយសារតែផើងដាំតូចពេកធ្វើឲ្យវាអត់សូវល្អបងប្អូនប៉ុន្តែផ្លែច្រើនមែនតើខ្ញុំប្រមូលផលបានច្រើនដងហើយចំពោះពូជពេញប៉ោះ Cherry នេះផងដែរខ្ញុំបានកំងពីចិនដូចគ្នាបងប្អូនទាំងអស់គ្នានិយាយទៅពូជដែលខ្ញុំបានកំងមកគឺវាដុះលូតលាស់ល្អមែនតើគ្រប់ពូជរបស់រុក្ខជាតិទាំងអស់ហ្មងណាបងប្អូនជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំដែលបង្ហាញអំពីដំណាំខ្លះៗនៅលើដំបូលផ្ទះរបស់ខ្ញុំអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា